ក៏ណាទៀនញាតញោមនឹងបានស្ដាប់ជាបន្តតាក់ទងទៅនឹងការបម្រើនៅមេត្តាបិតាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេត្តាបេតឧបฏដ្ឋានังអេតាមយ៉ាងកលមុតតមੰកលបុត្រណាដែលបានចិញ្ចឹមទំនុកបម្រុងថែរក្សាឪពុកម្ដាយកលបុត្រនោះគឺតែងតែនាំយកនៅមង្គលមកដាក់នៅក្នុងជីវិតហើយអពមង្គលតែងតែគិះជៀសចេញឆ្ងាយអំពីជីវិតរបស់កូនប្រុសស្រីនោះគឺថាកាលណាបើយើងបានទំនុកបម្រុងថែរក្សាឪពុកម្ដាយហើយដូចជាការបាត់បង់អន្តរាយអំពីទិសខាងកើតជាអន្តរាយមួយដែលនាំឲ្យជីវិតយើងដុនដាបកូនណាដឹងគុណតបគុណឪពុកម្ដាយកូននោះការរកស៊ីយ៉ាងណានេះមួយក៏រមែងបានរីកចម្រើនព្រោះអាស្រ័យជាអ្នកមានកាយវាចាចិត្តទន់ភ្លន់ទន់តទៅរកអ្នកមានគុណដូច្នេះហើយកូនប្រុសស្រីទាំងឡាយត្រូវតែស្ដាប់ពីឱវាទទូមានព្រានប្រដៅរបស់ឪពុកម្ដាយប្រព្រឹត្តល្អតបស្នងសងគុណជាកូនដ៏ល្អរបស់ឪពុកម្ដាយនៅក្នុងក្រុមគ្រួសារគុណរបស់មាតាបិតាធំធេងណាស់កូនត្រូវយល់ឲ្យបានច្បាស់ហើយកុំឲ្យចេះតែបន្ទុះតបទៅរកឪពុកម្ដាយវិញនោះទោះបីថាក្នុងកលៈទេសៈណាក៏ដោយកូនត្រូវអត់ធ្មត់ចំពោះឪពុកម្ដាយកុំឲ្យប្រើពាក្យសម្ដីអសុរោះប្រើនៅកាយវិចារចិត្តមិនល្អទៅរកអ្នកមានគុណរបស់យើងគេថាទឹកសមុទ្រដ៏ធំធេងមិនងាយអ្នកណាអាចវាស់បានឡើយនឹងចំណែកឯទឹកចិត្តរបស់ឪពុកម្ដាយគឺធំធេងជាងមហាសមុទ្រនឹងទៅទៀតដែលគាត់មានគុណដ៏ល្អមកលើយើងគ្រប់គ្នាគឺมันអាចប៉ាន់ប្រមាណបានឡើយយើងត្រូវតបស្នងសងគុណគាត់ដោយការទំនុកបម្រុងបម្រើឲ្យសមនឹងទឹកចិត្តរបស់គាត់អញ្ចឹងយើងត្រូវស្គាល់ពាក្យថាមេត្តាបិតាណាជួនកាលយើងតែងតែហៅអញ្ចឹងទៅមិនដឹងមេត្តាគឺប្រែថាស្ត្រីអ្នករាប់អានកូនបិតាគឺប្រែថាបុរសអ្នករក្សាកូននេះបើប្រែតាមសព្ទបាលីសរុបមកវិញមាតាបិតាគឺជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីឲ្យរស់រានមានជីវិតទោះបីគាត់បានឆ្លងកាត់ឧបសគ្គនៅការលំបាកច្រើនឥតកណនាយ៉ាងណាក៏ដោយក៏គាត់តស៊ូប្រឹងប្រែងព្យាយាមណាស់គឺដើម្បីឲ្យកូនប្រុសស្រីបានរៀនសូត្រមានចំណេះចេះដឹងចិញ្ចឹមថែរក្សាតាំងពីតូចក្រូចឆ្មារហូតដល់ធំធាត់មានភរិយាមានស្វាមីបង្កើតគ្រួសារបាននឹងអញ្ចឹងគឺគុណបំណាច់ដ៏ធំធេងនេះមិនងាយមាននរណាអាចធ្វើបានឡើយជាព្រះរស់របស់កូនប្រុសស្រីនឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យឈ្មោះមេត្តាបិតានឹងគឺ4យ៉ាងទី1គឺពពាចាជាគ្រូបង្រៀនខាងដើមមុនគេបង្អស់បានដល់គ្រូបង្រៀនគាត់បង្រៀនស្លៀកពាក់ស៊ីចុកដេកអង្គុយនិយាយស្ដីជុះនោមជាដើមមុនគ្រូបង្រៀននៅសាលាទាំងអស់ព្រោះតាំងពីបរិញ្ញាដើរបរិញ្ញាកលាប់បរិញ្ញាដេកនឹងគាត់ថែរក្សាបង្រៀនគ្រប់បែបយ៉ាងចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យឈ្មោះមេត្តាថាពពាចាជាគ្រូខាងដើមឈ្មោះរបស់ម្ដាយពុកទី2ហ្នឹងគឺបពទេវីជាទេវតាដើមយើងតែងដឹងហើយថាទេវតាហ្នឹងគឺដោយច្រើនហ្នឹងគឺជាអ្នកថែរក្សាមនុស្សលោកប៉ុន្តែឪពុកម្ដាយជាទេវតាដើមគឺមុនទេវតានឹងតាមសួគ៌តាមព្រឹកព្រៃនឹងទៅទៀតយើងតែងសង្ឃឹមតាទេពរៈអ្នកតាទេវតានៅក្នុងព្រៃព្រឹកនឹងជួយថែរក្សាយើងតែបើយើងចិញ្ចឹមគិតបន្តិចទៅនឹងឃើញថាទេវតាដែលគាំពីរក្សាទំនុកបម្រុងយ៉ាងជោគចិត្តទុកដាក់ជាទីបំផុតរបស់យើងនឹងគឺមេត្តាបិតានឹងឯងជួនកាលទេវតាមកជួយយើងមិនតឹងនឹងទាន់ទៀតផងតែឪពុកម្ដាយតាមមើលតាមថែតាមរក្សាគ្រប់ពេលវេលាទាំងអស់ខ្លាចកូនជួបគ្រោះមហន្តរាយដោយប្រការៈណាផ្សេងលងទឹកលិចទឹកអីយ៉ាងណានេះមួយគឺគាត់តាមដានតាមថែរក្សាគ្រប់ពេលវេលាអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យនាមឪពុកម្ដាយថាជាពពទេវីឈ្មោះរបស់ម្ដាយមួយទៀតហៅថាព្រហ្មាម្ដេចបានម្ដាយនឹងមានឈ្មោះថាព្រហ្មព្រោះថាព្រះព្រហ្មមាននៅធម៌4យ៉ាងនៅក្នុង
ចិត្តរបស់ព្រំគឺថាព្រំនឹងមាននៅមេត្តាករុណាមុទិតានិងឧបេក្ខាហើយដែលយើងនឹងមានការឆ្លាក់ឆ្នៃរចនាទៅជារូបភាពនឹងថាព្រំមានមុខ4ចឹងទៅចឹងឪពុកម្ដាយឲ្យឈ្មោះថាព្រះព្រំព្រោះគាត់មាននៅព្រំវិហារធម៌ទាំង4យ៉ាងហ្នឹងគឺមេត្តាករុណាមុទិតានិងឧបេក្ខានៅក្នុងចិត្តរបស់គាត់នឹងមេត្តាដោយការស្រឡាញ់រាប់អានកូនតាំងតែពីកូនកើតផ្ទៃចាប់បដិសន្ធិនៅក្នុងផ្ទៃរបស់ម្ដាយមកម្លេះគឺម្ដាយនឹងគ្រាន់តែដឹងថាកូនចាប់ផ្ទៃភ្លាមមានគួរហើយគឺនឹងនឹកស្រឡាញ់កូនរាប់អានកូននឹងហើយទី2ករណាការណិតពេលកូននឹងមានទុក្ខលំបាកកើតមកហើយនឹងយំសោកលំបាកយ៉ាងណានេះមួយគឺគាត់មានករណាចំពោះកូនហើយមុទិតាគឺការទន់តតាមមាននៅចិត្តនឹងមិនចំណានឈ្នានេះកូនទេពេលឃើញកូនមានបានស្អាតស្រស់បោះចឹងទៅគាត់មានតែត្រេកអររីករាយជាមួយនឹងកូននេះហើយជាឈ្មោះរបស់ឪពុកម្ដាយដែលឈ្មោះថាជាព្រំនឹងហើយចុងក្រោយគឺឧបេក្ខាមាននៅធัวជាឧបេក្ខាញាណគឺដឹងនៅកម្មផលរបស់កូនសំមករៀងខ្លួនមិនមានចិត្តទៅខឹងបន្ទោសអីទេទោះតែពេលខ្លះទូនមានបានក្តីមិនបានក្តីក៏ខំប្រឹងទូនមានកូនទៅមិនកាត់កាលមិនអីចោលទេគឺថានៅតែរក្សាកូនយ៉ាងនឹងឈ្មោះរបស់ឪពុកម្ដាយមួយទៀតហ្នឹងគឺឈ្មោះថាអរហន្តយើងដឹងហើយព្រះអរហន្តមិនចេះចាប់ទោសអូសដំណើរអ្នកណាមួយមកទុកនៅក្នុងប្រតិព្រះអង្គឡើយយ៉ាងណាមេត្តាបិតាមិនចេះតែរំបីរកទៅកំហុសកូនឡើយមានតែអាណិតស្រឡាញ់ជួយដល់កូនមានទឹកចិត្តដ៏បរិសុទ្ធស្អាតទោះបីថាកូនខុសឆ្គងហ្នឹងក៏នៅតែជាកូនដដែលឪពុកម្ដាយបានបូជាកម្លាំងកាយកម្លាំងចិត្តលះបង់ញើសឈាមទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដោយមិនគិតពីការនឿយហត់ឡើយដើម្បីចិញ្ចឹមយើងជាកូនប្រុសស្រីនឹងបងព្រោះហេតុដូច្នោះយើងត្រូវតែសម្ដែងនៅកតញ្ញុតាធัวកតវេទិតាធัวនឹងឲ្យចំពោះគាត់វិញដោយការបម្រើការជួយកិច្ចការងារគាត់និងចេះស្ដាប់បង្គាប់គាត់ធ្វើយ៉ាងណាកុំឲ្យគាត់ពិបាកចិត្តដោយសារយើងនឹងយើងមើលសំណោះអាស្រ័យក្រពះរស់នៅក្នុងផ្ទះតែដឹងគុណជួយរក្សាម្ចាស់ផ្ទះយ៉ាងណាសំបីយើងជាអ្នករស់រានមានជីវិតអាស្រ័យមេត្តាបិតាសូមកុំឲ្យរមិលគុណលោកកុំធ្វើឲ្យលោកលំបាកចិត្តនិងកុំធ្វើឲ្យលោកពិបាកចិត្តកុំធ្វើឲ្យលោកអន់ចិត្តកុំធ្វើឲ្យពុកម្ដាយនឹងលំបាកចិត្តនោះឡើយហើយពាក្យមួយគេថាសូមកុំឲ្យអន់ជាងសត្វតិរច្ឆាននោះមេត្តាបិតាគឺជាព្រះរស់របស់កូនប្រុសស្រីនិងបុគ្គលខ្លះបន់ព្រះសំពះទេវតាស្វែងរកព្រះដើម្បីគោរពបូជាយកបន់យកកុសលយ៉ាងទៅតែបែរជាដើរហួសរំលងព្រះរស់នៅក្នុងផ្ទះហើយថែមទាំងមិនយកចិត្តទុកដាក់គោរពបម្រើគាត់ទៀតតាមពិតប្រសិនបើយើងគ្មានព្រះរស់ទេយើងក៏គ្មានថ្ងៃឃើញនឹងព្រះអាទិត្យនៅខាងក្រៅមិនឃើញព្រះឯណានៃផ្សេងទៀតដែរចឹងកូនគឺត្រូវតែមាននៅគុណធម៌សម្រាប់យើងជាកូននឹងទី1គឺកតញ្ញូដឹងគុណឪពុកម្ដាយដែលលោកបានចិញ្ចឹមកូនដោយគ្មានទាមទារប្រាក់ខែប្រាក់ថ្ងៃអ្វីទាំងអស់ជាខ្ញុំរបស់កូនតាំងពីតូចដល់ធំដូច្នេះកូនត្រូវតែមានវិចារណញ្ញាណពិចារណាឲ្យបានច្បាស់ដោយស្មារតីកុំយល់ថាគាត់ចិញ្ចឹមខ្ញុំចិញ្ចឹមកូនខ្ញុំដូច្នេះឡើយកាលណាបើយើងដឹងគុណយ៉ាងនេះហើយត្រូវតែមានកតវេទីគឺធ្វើតបគឺពេលណាបានដឹងថាឪពុកម្ដាយមានមហាករុណាតិគុណមកលើយើងហើយគឺយើងត្រូវតែចិញ្ចឹមទំនុកបម្រុងថែរក្សាគាត់អស់ពីចិត្តពីថ្លើមបំពេញតួនាទីឲ្យទៅជាកូនល្អឲ្យបានហ្មត់ចត់ជាទីបំផុតតួនាទីកូនល្អ5យ៉ាងគឺកូនត្រូវបំពេញឲ្យបានល្អទៅឈ្មោះថាជាកូនដែលកិច្ចផុតអំពីភយន្តរាយអំពីអពមង្គលបាននៅសេរីសួស្តីទី1កូននឹងត្រូវតែចិញ្ចឹមឪពុកម្ដាយវិញកាលណាបើមេត្តាបិតាយើងចិញ្ចឹមយើងតាំងពីតូចមកដល់ធំមានភរិយាមានស្វាមីបានកូនមានគ្រួសារហើយមិនមែនភ្លេចឪពុកម្ដាយទុកគាត់ចោលនោះទេគាត់ចាស់ហើយត្រូវការកូនទាំងឡាយនឹងទំនុកបម្រុងថែរក្សាគាត់វិញគាត់ចាស់ទៅនឹងប្រៀបដូចនឹងទៅដូចកូនក្មេងវិញណាគឺថាក្នុងការដើរក្នុងការសម្រានអីហ្នឹងគឺថាលំបាកអញ្ចឹងត្រូវការយើងចិញ្ចឹមថែរក្សាគាត់វិញ
ចំណុចទី2គឺកូនល្អត្រូវតែជួយកិច្ចការងារមេដាបៃតាកុំកិច្ចវេះកុំខ្ជិលច្រអូសឡើយកុំអាងថាយើងមានគ្រួសារថ្មីហើយនៅជាមួយភរិយាស្វាមីយើងនឹងអត់គិតដល់គ្រួសារពុកម្ដាយនឹងក៏អត់កាត់មង្គលដែរអញ្ចឹងគឺយើងត្រូវតែជួយកិច្ចការងារណានីមួយដែលយើងអាចជួយគាត់បានគឺយើងត្រូវតែប្រឹងប្រែងជួយគាត់ដោយពេលខ្លះក៏ទុកការងារខ្លួនឯងចោលខ្លះសិនទៅនឹងទៅជួយគាត់ឲ្យបានល្អប្រសើរនឹងចំណុចមួយទៀតគឺកូននឹងត្រូវតែចេះរក្សាពូជពងវងតកូលឲ្យបានល្អប្រសើរបើវងតកូលយើងធ្លាប់តែល្អល្បីល្បាញមានឈ្មោះមានគេនឹងជាតកូលល្អប្រសើរយើងកុំឲ្យធ្វើតកូលយើងនឹងឲ្យអន់ថយថោកទាបចុះខ្សោយដោយសារតែយើងប្រព្រឹត្តមិនល្អលែងលបែងស្រាលស្រីប្រព្រឹត្តអបាយមុខផ្សេងនោះឡើយចំណុចមួយទៀតគឺកូនល្អត្រូវចេះប្រតិបត្តិខ្លួនឲ្យបានល្អដើម្បីទទួលគេមរតករបស់ឪពុកម្ដាយហើយពេលឪពុកម្ដាយស្លាប់ទៅក៏យើងត្រូវតែឧទ្ទិសបុណ្យកុសលនឹងដល់ឪពុកម្ដាយរបស់យើងជាកតញ្ញូកតវេទិតាធម៌នឹងពេលគាត់ចែកឋានទៅព្រោះកាលណាពេលដែលគាត់រស់នៅគាត់ខំប្រឹងចិញ្ចឹមបីបាច់ថែរក្សាយើងមិនដឹងថាគាត់បានធ្វើបាបអីខ្លះជាងការដើរអំណាចនៃបាបនឹងឲ្យផលចឹងទៅក៏ធ្វើឲ្យគាត់ទៅកើតនៅក្នុងកំណើតមិនល្អក្នុងកំណើតនឹងជាបេតវិស័យចឹងទៅយើងឧទ្ទិសបុណ្យទៅបានដល់គាត់យើងកាលណាបើយើងបំពេញតួនាទីជាកូនល្អហើយគឺថាឈ្មោះយើងនឹងគឺជាអានិសង្សក៏បានទៅជាសពបរោះមានគេស្រឡាញ់ចូលចិត្តច្រើនមានកិត្តិយសមានគេឈ្មោះល្អមានសេចក្តីរុងរឿងរីកចម្រើននៅក្នុងក្រុមគ្រួសារហើយជាទិដ្ឋានុគតិដល់ជនជាន់ក្រោយនឹងទៅទៀតហើយដោយអំណាចបុណ្យអានិសង្សនៃការចិញ្ចឹមថែរក្សាឪពុកម្ដាយនឹងពេលស្លាប់ទៅរមែងទៅកើតនៅក្នុងឋានសួគ៌អញ្ចឹងកូនណាដែលបានចិញ្ចឹមថែរក្សាឪពុកម្ដាយកូននោះក៏រមែងរុងរឿងរីកចម្រើនសរុបមកវិញនៅក្នុងការលើកឡើងព្រះធម៌នៅក្នុងឱកាសវេលាគ្រានេះគឺតាក់ទងទៅនឹងការចិញ្ចឹមថែរក្សាឪពុកម្ដាយគឺជាមង្គលឧត្តមអញ្ចឹងសំខាន់កូនប្រុសស្រីត្រូវតែមានកតញ្ញូការដឹងគុណរលឹកគុណគាត់ឲ្យបានរឿយដែលគាត់ខំចិញ្ចឹមថែរក្សាយើងដោយទឹកក្តៅទឹកត្រជាក់ការពារនៅសមោចការពារនៅអន្តរាយផ្សេងនឹងមានទឹកចិត្តល្អមេត្តាករុណាមុទិតាឧបេក្ខាចំពោះកូនប្រុសស្រីទៅត្រូវតែនឹករលឹកតបគុណគាត់វិញកុំតបពាក្យអសុរោះជាមួយគាត់នោះឡើយតបតែគុណតបតែសេចក្តីល្អទៅរកគាត់ទៅកូននោះក៏រមែងរុងរឿងរីកចម្រើនសូមអនុមោទនា